បើទោះបីជាចេកខ្ចីគឺជាចេកមិនទាន់ទុំតែវាមានការប្រើប្រាស់ផ្សេងគ្នាខណៈពេលដែលអ្នកអាចបរិភោគចេកទុំភ្លាមបន្ទាប់ពីបកប៉ុន្តែចំពោះចេកខ្ចីអ្នកត្រូវចម្អិនរួមមានស្ងោរឬបំពងចេកខ្ចីគឺជាប្រភពនៃជាតិកសិស័យវីតាមីននិងសារធាតុរ៉ែនិងមានជាតិម្សៅដែលអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមគ្រប់គ្រងទម្ងន់និងបញ្ចុះកម្រិតកូលេស្តេរ៉ុលក្នុងឈាមខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃចេកខ្ចីចំពោះសុខភាពមួយប្រភពនៃជាតិកសិស័យចេកខ្ចីគឺជាប្រភពនៃជាតិកសិស័យការទទួលទានចេកខ្ចីស្ងោរមួយពែងមានផ្ទុកជាតិកសិស័យ3.1 ក្រាមដែលមានចំនួន14នៃតម្លៃដែលត្រូវការប្រចាំថ្ងៃតម្លៃជាតិកសិស័យដែលត្រូវការប្រចាំថ្ងៃមានចំនួន 2.000 កាឡូរីសម្រាប់មនុស្សពេញវ័យដែលមានសុខភាពល្អជាតិកសិស័យអាចបន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមនិងជំងឺបេះដូងលើសពីនេះទៅទៀតជាតិកសិស័យនៅក្នុងអាហារបន្ថយការរំលាយអាហារជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរនិងជួយក្នុងការគ្រប់គ្រងទម្ងន់ពីជាតិប៉ូតាស្យូមខ្ពស់ដូចជាចេកទុំចេកខ្ចីមានបរិមាណជាតិប៉ូតាស្យូមក្នុងកម្រិតមួយខ្ពស់ការទទួលទានចេកខ្ចីស្ងោរមួយពែងមានបរិមាណប៉ូតាស្យូមចំនួន531មីលីក្រាមការបរិភោគអាហារដែលមានជាតិប៉ូតាស្យូមខ្ពស់អាចជួយក្នុងការគ្រប់គ្រងសម្ពាធឈាមប៉ុន្តែប្រសិនបើអ្នកមានកម្រិតជាតិប៉ូតាស្យូមក្នុងឈាមខ្ពស់ឬមានជំងឺតម្រងនោមអ្នកគួរពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកដើម្បីកំណត់ពីបរិមាណនៃចេកខ្ចីដែលសមស្របទៅនឹងផែនការរបបអាហាររបស់អ្នក3វីតាមីន B5 មួយខ្ពស់ចេកខ្ចីមានបរិមាណវីតាមីន B5 មួយក្នុងកម្រិតខ្ពស់វីតាមីន B5 មួយដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រតិកម្មអង់ស៊ីមជាង100នៅក្នុងរាងកាយរបស់អ្នកវាក៏ចាំបាច់សម្រាប់ការបង្កើតអេម៉ូក្លូប៊ីនដែលជាប្រូតេអ៊ុនដឹកនាំអុកស៊ីសែននៅក្នុងរាងកាយរបស់អ្នកលើសពីនេះវីតាមីន B5 មួយជួយក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម4ព្យាបាលជំងឺរាគចេកខ្ចីអាចបង្ការនិងព្យាបាលជំងឺរាគប៉ុន្តែអ្នកត្រូវចម្អិនវាឲ្យបានល្អមុនពេលបរិភោគជំងឺរាគបង្កឡើងដោយការឆ្លងបាក់តេរីវីរុសឬប៉ារ៉ាស៊ីតរោគសញ្ញានៃជំងឺរាគរូសរួមមានឈឺក្បាលចង្អោរអស់កម្លាំងរមួលពោះចេកខ្ចីអាចជួយដោះស្រាយនៅរោគសញ្ញាទាំងនេះ